នេះជាកម្មវិធីឆ្លើយសំណួរទិដ្ឋាការអាមេរិកសំណួរសួរថាខ្ញុំបានវីសាមកលេងសហរដ្ឋអាមេរិកមកដល់អាមេរិក3ថ្ងៃក៏រៀបការនឹងសង្សាររបស់ខ្ញុំហើយគាត់ដាក់ពាក្យធានាខ្ញុំតែម្ដងតើអាចស្នើសុំ green card បានទេបាទចម្លើយមិនគ្រប់លក្ខខណ្ឌទេច្បាប់អន្តរប្រវេសន៍អាមេរិកនៅពេលដែលលោកអ្នកសុំបានវីសាមកលេងឬមករៀនអីហ្នឹងបើលោកអ្នកចង់រៀបការជាមួយពលរដ្ឋអាមេរិកឬអ្នកកាន់ green card នៅអាមេរិកលោកអ្នកត្រូវរងចាំយ៉ាងហោចណាស់ក៏90ថ្ងៃដែរទើបលោកអ្នកអាចធ្វើអីផ្សេងបាទប្រសិនបើលោកអ្នកមកលេងមកដល់សហរដ្ឋអាមេរិកភ្លាមរៀបការភ្លាមចុះអេតាស៊ីវិលភ្លាមនោះមិនមែនលោកអ្នកមកលេងទេគឺលោកអ្នកមានគម្រោងប្រើប្រាស់វីសាដើរលេងហ្នឹងដើម្បីមករៀបការជាមួយប្តីឬប្រពន្ធរបស់លោកអ្នកអញ្ចឹងក្រសួងអន្តរប្រវេសន៍អាមេរិកគេមាន set up គេមានចែងរបស់គេច្បាប់90ថ្ងៃក្រោយពេលស្នាក់នៅបាន90ថ្ងៃប្រសិនបើលោកអ្នកប្រែប្រួលផ្លាស់ប្ដូរចិត្តលោកអ្នកអាចរៀបការជាមួយអ្នកដែលលោកអ្នកស្រឡាញ់ហើយប្តីឬប្រពន្ធលោកអ្នកអាចដាក់ពាក្យស្នើសុំធានាលោកអ្នកឲ្យរស់នៅពួកគាត់ដាក់ពាក្យស្នើសុំ green card ជូនលោកអ្នកប្រសិនបើលោកអ្នកមានផុសតាំងមានឯកសារត្រឹមត្រូវហើយគេជឿថាលោកអ្នកពិតជាស្រឡាញ់គ្នាពិតប្រាកដមែនមានផុសតាំងជាច្រើនដែលអន្តោលឲ្យគេជឿលោកអ្នកនឹងអាចទទួលបាន green card ឬបានសិទ្ធិរស់នៅស្របច្បាប់ផ្ទុយទៅវិញក្នុងករណីលោកអ្នកមកដល់អាមេរិកបាន3ថ្ងៃ5-10ថ្ងៃមួយខែរៀបការនឹងគ្នាជួយអេតាស៊ីវិលហើយរៀបចំឯកសារធានារស់នៅរៀបចំឯកសារដាក់ពាក្យស្នើសុំ green card អត្រាជោគជ័យស្មើនឹង0ពីព្រោះលោកអ្នកបំពេញលក្ខន្តិកៈរបស់គេទៅហើយបាទអញ្ចឹងតកតោនៅផ្នែកទិដ្ឋាការអាមេរិកលោកអ្នកអាចតកតោមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មរៀបចំឯកសារស្នើសុំវីសាណាមួយឬក៏រៀបចំឯកសារធានាម៉ែឪបងប្រពន្ធកូនអីក្រុមហ៊ុនយើងខ្ញុំមានទាំងអស់ខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ